សួស្តីបងប្អូនថ្នាក់ទី9អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកអ្នកនរគ្នាទាក់ទងទៅនឹងការកណនាលំហាត់ដោយអនុវត្តដោយប្រើរូបមន្តដែលខុសពីវីដេអូមុនខ្ញុំចែករំលែកទៅកាន់អ្នកនរគ្នាដោយយើងដោះស្រាយលំហាត់ហ្នឹងតាមសមាមាត្រឥឡូវយើងមើលធ្វើការអានវិធីលំហាត់ទាំងអស់គ្នាគេមាន solution acid chlorhydric 500 cm3 នៅកំហាប់1 mol ក្នុង1 decimeter គេចង់បន្សាបអាស៊ីតខាងលើដោយប្រើ solution sodium hydroxide កសរសេរសមីការតាំងបដកម្មរកចំនួន mol នៃអាស៊ីត chlorhydric ដែលត្រូវបន្សាបរក mass sodium hydroxide ដែលចាំបាច់ត្រូវប្រើដើម្បីបន្សាបអាស៊ីតនេះគេឲ្យ sodium 23 oxygen 16 hydrogen 1ក្លស្មើនឹង 35.5 បាទឥឡូវបន្ទាប់ពីយើងអានវិធីលំហាត់ខាងលើហើយឥឡូវយើងទៅធ្វើការដោះស្រាយលំហាត់របស់យើងទាំងអស់គ្នាចម្លើយកឲ្យយើងនឹងសរសេរសមីការហ្នឹងតាំងប្រតិកម្មអញ្ចឹងឥឡូវយើងមកធ្វើការសរសេរសមីការរបស់យើងអញ្ចឹងយើងយកអាស៊ីតក្លូរីត្រេកបូកបាទជាមួយនឹងសូដ្យូមអ៊ីដ្រូស៊ីតគឺយើងទទួលបានអំបិលសូដ្យូមក្លរ៉ូបូកទឹកសមីការរបស់យើងស្មើគ្នាហើយឥឡូវបងប្អូនមករាប់ទាំងអស់គ្នាអញ្ចឹងយើងមានអ៊ីដ្រូសែនណាខាងអង្គធាតុបដករបស់យើងគឺមានចំនួន2អង្គធាតុកកើតរបស់យើង2ស្មើគ្នាហើយយើងមើលក្លនៅខាងអង្គធាតុបដករបស់យើងគឺមានចំនួន1ខាងអង្គធាតុកកើតរបស់យើងក៏មាន1ស្មើគ្នាយើងមើលលោហៈសូដ្យូមខាងអង្គធាតុបដកក៏មាន1អង្គធាតុកកើតមាន1អុកស៊ីហ្សែនខាងអង្គធាតុបដកមាន1កកើតមាន1អញ្ចឹងសមីការរបស់យើងស្មើគ្នាហើយអញ្ចឹងសមីការរបស់យើងមានដំណឹងហើយយើងទៅសំណួរខគេឲ្យយើងគណនាចំនួនម៉ូលអាស៊ីតក្លរីត្រិកដែលត្រូវបន្សាបអញ្ចឹងដើម្បីគណនាចំនួនម៉ូលបានយើងត្រូវអនុវត្តតាមរូបមន្តកំហាប់ជាម៉ូលណា Cm ស្មើនឹង n លើ Vs បាទអញ្ចឹងយើងដឹងហើយ n នេះគឺជាចំនួនម៉ូល Vs នេះគឺជាមាត្រ solution អញ្ចឹងអ្វីដែលយើងចង់បាននោះគឺយើងចង់បានចំនួនម៉ូលអញ្ចឹងយើងទាញនាំឲ្យចំនួនម៉ូលអាស៊ីតក្លរីត្រិកស្មើនឹង Cm គុណនឹងមាត្រអាស៊ីតក្លរីត្រិកបាទដោយសារខាងលើនេះគេឲ្យយើងគណនាចំនួនម៉ូលអាស៊ីតក្លរីត្រិកអញ្ចឹងយើងកន្លែងចំនួនម៉ូលនេះយើងដាក់រូបមន្តអាស៊ីតរបស់យើងចូលមកហើយនឹងមាត្រឥឡូវយើងទៅមើលបំរាប់របស់យើងគេឲ្យអីខ្លះដោយកំហាប់ជាម៉ូល Cm របស់យើងគឺស្មើនឹង1ម៉ូលក្នុង1 decimeter cube នេះបាទគឺយើងយកចេញពីវិធានរបស់យើងហើយមាត្រអាស៊ីតក្លរីត្រិកគឺស្មើនឹង500 cm3 អានេះគឺយើងយកមកចេញពីវិធានរបស់យើងអញ្ចឹងយើងមើលទៅកំហាប់របស់យើងនេះគឺគិតម៉ូលក្នុង1 decimeter cube ហើយមាត្ររបស់យើងនេះគឺ cm3 cube អញ្ចឹងបងអូនត្រូវបែកបាទពី cm3 cube ឲ្យទៅជា decimeter cube ឲ្យដូចទៅនឹងកំហាប់របស់យើងអញ្ចឹងយើងមាន500 cm3 cube យើងបែកទៅជា decimeter cube ទៅគឺយើងបាន 0.5 ណាស្មើនឹង 0.5 អញ្ចឹងបងប្អូនត្រូវចាំថាកាលណាយើងចង់បែកពី cm3 cube ទៅ decimeter cube បងអូនគ្រាន់តែយក500ហ្នឹងចែកនឹង1000មកហើយបានយើងចែកនឹង1000ដោយសារតែ1 decimeter cube ហ្នឹងគឺស្មើនឹង1000 cm3 cube បន្ទាប់មកយើងចំនួនចូលរូបមន្តរបស់យើងទៅគឺយើងបានចំនួនម៉ូលអាស៊ីតក្លរីត្រិកស្មើនឹង1បាទគឺជាកំហាប់របស់យើងហ្នឹងគុណនឹង 0.5 បាទនេះគឺជាមាត្រដែលយើងបែកហើយអញ្ចឹងយើងគណនាទៅគឺយើងបាន 0.5 ម៉ូលតិចនេះចំនួនម៉ូលអាស៊ីតក្លរីត្រិកគឺស្មើនឹង 0.5 ម៉ូលតោះមកយើងទៅដោះស្រាយសំណួរគឺគណនាម៉ាសសូដ្យូមអ៊ីដ្រូស៊ីតតាមបាច់ដែលត្រូវប្រើដើម្បីបន្សាបអាស៊ីតនេះបាទអាស៊ីតនេះគឺអាស៊ីតក្លរីត្រិកហ្នឹងបាទអញ្ចឹងយើងទៅដោះស្រាយតាមរូបមន្តចំនួនម៉ូលគឺ n ស្មើ m តូចគឺម៉ាសចែកនឹងម៉ាស់ម៉ូលបាទ m ធំគឺម៉ាស់ម៉ូលអញ្ចឹងនាំឲ្យបាទម៉ាស់ព្រោះយើងចង់បានម៉ាស់របស់សូដ្យូមអ៊ីដ្រូស៊ីតអញ្ចឹងនាំឲ្យម៉ាស់សូដ្យូមអ៊ីដ្រូស៊ីតស្មើនឹងចំនួនម៉ូលសូដ្យូមអ៊ីដ្រូស៊ីតគុណនឹងម៉ាស់ម៉ូលសូដ្យូមអ៊ីដ្រូស៊ីតដោយអញ្ចឹងយើងមកគណនាម៉ាស់ម៉ូលរបស់សូដ្យូមអ៊ីដ្រូស៊ីតបាទអញ្ចឹងកន្លែងនេះកន្លែងដែលគេឲ្យនេះបាទអញ្ចឹងគឺសូដ្យូមគឺម៉ាស់ម៉ូលវា23អុកស៊ីហ្សែនបាទគឺ16អ៊ីដ្រូសែនគឺ1បាទគឺយើងបូកបញ្ចូលគ្នាទៅស្មើនឹង40ក្រាមក្នុង1ម៉ូលអញ្ចឹងយើងបានម៉ាស់ម៉ូលរបស់សូដ្យូមអ៊ីដ្រូស៊ីតហើយអញ្ចឹងអ្វីដែលយើងត្រូវការនោះគឺចំនួនម៉ូលសូដ្យូមអ៊ីដ្រូស៊ីតអញ្ចឹងយើងត្រូវរកចំនួនម៉ូលសូដ្យូមអ៊ីដ្រូស៊ីតអញ្ចឹងយើងរកតាមណាបាទអញ្ចឹងគឺយើងរកតាមសមីការណារកតាមសមីការដោយចំនួនម៉ូលសូដ្យូមអ៊ីដ្រូស៊ីតស្មើនឹងចំនួនម៉ូលអាស៊ីតក្លរីត្រិកអញ្ចឹងយើងមើលកន្លែងសមីការរបស់យើងណាអញ្ចឹងយើងមើលទៅមេគុណនៅខាងមុខណាសូដ្យូមអ៊ីដ្រូស៊ីតរបស់យើងនៅក្នុងសមីការនោះគឺ1ស្មើជាមួយនឹងចំនួនម៉ូលអាស៊ីតក្លរីត្រិកនោះគឺ1ដូចគ្នាអញ្ចឹងចំនួនម៉ូលវាស្មើគ្នាអញ្ចឹងគឺយើងសរសេរបានចំនួនម៉ូលសូដ្យូមអ៊ីដ្រូស៊ីតស្មើនឹងចំនួនម៉ូលអាស៊ីតក្លរីត្រិកហើយចំនួនម៉ូលអាស៊ីតក្លរីត្រិកដែលយើងគណនាហ្នឹងគឺឃើញហើយនេះ 0.5 ម៉ូលបាទបន្ទាប់មកយើងចំនួនចូលរូបមន្តរបស់យើងទៅគេបានម៉ាស់សូដ្យូមអ៊ីដ្រូស៊ីតស្មើនឹងចំនួនម៉ូលគឺ 0.5 គុណនឹងម៉ាស់ម៉ូលគឺ40យើងគណនាទៅគឺបាន20ក្រាមដូចនេះម៉ាស់សូដ្យូមអ៊ីដ្រូស៊ីតស្មើនឹង20ក្រាមបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងបាទសូមអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ